ta cái cắt ta thôi trái cái thôi mấy đó nó ta chẳng đắng cho tôi thơi mới nhom tao nhom nâng bằng hai bằng phố nó còn video ní rồi biệt cắt thôi miền stock bạcនេះនៅលើរូបយើងនៅក្នុងកម្មវិធី VN ដើម្បីកាត់តបែបនឹងបានចាំបងប្អូនចូលទៅក្នុងកម្មវិធីដែលបងប្អូនប្រើមកដូចខ្ញុំប្រើកម្មវិធី VN ចូល VN បន្ទាប់មកទៀតយើងបានត្រៀមឲ្យដូចខ្ញុំបានថតវីដេអូនៅក្នុងចិត្តរោងចក្ររបស់ខ្ញុំហើយនឹងខ្ញុំនិយាយខ្ញុំអង្គុយកន្លែងផ្សេងតែខ្ញុំនិយាយអំពីទស្សនវិជ្ជានឹងឥឡូវឲ្យបងប្អូនមើលអញ្ចឹងខ្ញុំរូបបាទខ្ញុំយករូបមួយនេះខ្ញុំដាក់នៅពីក្រោយបាទរូបនេះគឺជារូបដែលនៅចិត្តរោងចក្ររបស់ខ្ញុំថតប៉ុណ្ណឹងបាទហើយនេះបាទរូបនេះគឺខ្ញុំនិយាយអំពីទស្សនវិជ្ជានឹងនៅចិត្តរោងចក្ររបស់ខ្ញុំពេលចេញធ្វើការអញ្ចឹងតើឥឡូវខ្ញុំទៅកាត់តដាក់រូបនេះហើយនឹងរូបនោះបញ្ចូលគ្នាអញ្ចឹងយើងចូលមកកាន់កម្មវិធី VN បាទបន្តមកទៀតចូលកន្លែងនេះបាទហើយក៏ចូលកន្លែងនេះបន្តមកយើងរើសរូបភាពនៅផ្ទៃខាងក្រោយគឺរូបនេះដាក់បញ្ចូលទៅនេះរូបនឹងគឺឡើងមកបែបនេះបាទបន្តមកទៀតខ្ញុំរើសយកទំហំមួយចុះខ្ញុំយកទំហំអូខេយកទំហំ2.3នេះយកប៉ុណ្ណឹងហើយខ្ញុំក៏ text បន្តមកទៀតយើងចូលទៅ add រូបមួយទៀតរូបដែលខ្ញុំនិយាយហ្នឹងត្រូវដាក់មកលើហ្នឹងណាអញ្ចឹងយើងចូលមកកន្លែងនេះចូលកន្លែងនេះកន្លែងដាក់នេះបន្តមកទៀតយកកន្លែងនេះហើយនឹងឃើញវីដេអូនេះអញ្ចឹងខ្ញុំចុចយកមកបន្តមកចុចកន្លែងនេះអូខេឡើងមកបែបនេះអញ្ចឹងយើងធ្វើការ remove background នៅខាងក្រោយរូបភាពរបស់ខ្ញុំយើង remove យ៉ាងម៉េចអញ្ចឹងយើងត្រូវមកមើលនេះបងប្អូនយកកន្លែង cut out យើងឈរឲ្យចំកន្លែងហ្នឹងមកហើយយើងយកកន្លែង cut out យកកន្លែង cut out ហើយឃើញបែបនេះអញ្ចឹងបងប្អូនចុចពាក្យ cut out នេះណាចុចកន្លែងនេះអញ្ចឹងវានឹង process ឲ្យយើងហើយអញ្ចឹងយើងរងចាំដល់ពេលដែលវាដាច់ background អស់យើងនឹងធ្វើបន្តទៀតបាទសម្រាប់ការកាត់ background នេះលឿនឬក៏យឺតអាស្រ័យទៅលើវីដេអូយើងវែងឬក៏ខ្លីបើសិនវីដេអូរបស់យើងរៀងវែងអញ្ចឹងវារៀងកាត់ទៅវែងដែរអញ្ចឹងណាបាទអូខេបន្ទាប់ពី background កាត់រួចរាល់ហើយឃើញទេបងប្អូននេះរូបនេះឃើញស្អាតទេអញ្ចឹងវាកាត់ដាច់ស្អាតអញ្ចឹងដើម្បីយើងចង់ដាក់កន្លែងឲ្យមានក្របជុំវិញណាក្របជុំវិញរូបភាពរបស់យើងហ្នឹងអញ្ចឹងបងប្អូនចូលមកកាន់កន្លែងហ្នឹងដែរឈរចំកន្លែងហ្នឹងដូចគ្នាចូលមកកាន់កន្លែងនេះម្ដងទៀតបន្តមកទៀតបងប្អូនមើលមកខាងលើនេះយកពាក្យ stroke បាទអញ្ចឹងហើយនេះ style stroke នេះគឺយើងជ្រើសរើសមកយើងបងប្អូនឆ្លាញ់មួយណាគឺយកមួយហ្នឹងឥឡូវខ្ញុំរើសមួយនេះមកនេះខ្ញុំយកមួយនេះបន្ទាប់ពីបានមួយហ្នឹងបាទនេះយើងអាចតឡើងផ្សាយបាទធំឲ្យតូចតាមហ្នឹងអញ្ចឹងណាអូខេនេះច្បាស់ឬក៏មិនសូវច្បាស់អញ្ចឹងមកខ្ញុំយកប៉ុណ្ណឹងបន្តមកទៀតយើងចុចគ្រីសបន្ទាប់ពីចុចគ្រីសយើងយកដៃយើងបរួមវីដេអូរបស់យើងមកចង់ដាក់កន្លែងណាដែលយើងគិតថាយើងពេញចិត្តណាដាក់ធំឬក៏ដាក់តូចខ្ញុំដាក់ធំពេកខ្ញុំដាក់ប៉ុណ្ណេះទេបាទហើយវីដេអូនេះខ្ញុំបរិយាពេញមកឥឡូវខ្ញុំដាក់ប៉ុណ្ណឹងទេបាទឥឡូវយើងមកមើលលទ្ធផលដែលយើងទទួលបានទាំងអស់បាទបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូខាងក្រោយខ្នងខ្ញុំនេះគឺជាទស្សនវិជ្ជានៅចិត្តរោងចក្ររបស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំចេញពីកន្លែងការងារទៅគឺខ្ញុំចេញពីធ្វើការទៅគឺឃើញទេសភាពបែបហ្នឹងតែម្ដងបើសិនជាថ្ងៃខ្លះគឺថ្ងៃស្រឡះមើលឃើញភ្នំច្បាស់ហើយថ្ងៃខ្លះគឺមានព្រិលអាប់តែម្ដងបាទអញ្ចឹងនេះលទ្ធផលដែលយើងទទួលបានគឺប៉ុណ្ណឹងហើយបន្តមកទៀតយើងពេញចិត្តប៉ុណ្ណឹងហើយយើងចុចខាងលើនេះមកដើម្បី save បាទចុចកន្លែងមួយបន្តមកទៀតយើងចុច export ចេញមកបាទប៉ុណ្ណឹងគឺជាការស្រេចអញ្ចឹងយើងទទួលបានវីដេអូប៉ុណ្ណឹងហើយជាចុងបញ្ចប់សូមបងប្អូនទាំងអស់គ្នាបាទជួយចុច follow ជួយចុច subscribe ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ខ្ញុំដើម្បីបន្តផលិតនៅវីដេអូទៅមុខទៀតបាទ